ត្រីម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកបណ្ដាលឲ្យស្លាប់ភ្លាមៗស្ត្រីម្នាក់បានស្លាប់ភ្លាមៗចំណែកម៉ូតូឆេះយ៉ាងសន្ធោសន្ធៅក្រោយពីត្រូវរថយន្តបុកនៅវេលាម៉ោង 8:00 នាទីថ្ងៃទី 2 ខែកុម្ភៈឆ្នាំ 2026 នៅត្រង់ចំណុចផ្លូវបំបែក Highway ឡើងទៅបាណន់ស្ថិតក្នុងភូមិខ្សាច់ពយសង្កាត់បតកក្រុងបាត់ដំបងសមត្ថកិច្ចមូលដ្ឋានបានដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូ Honda Dream ពណ៌ខ្មៅពាក់ផ្លាកលេខបាត់ដំបង1A4947 បាក់បោកដោយឈ្មោះប៊ិចនីភេទស្រីអាយុ 55 ឆ្នាំនៅភូមិខ្សាច់ពយសង្កាត់បតកក្រុងបាត់ដំបងទិសដៅពីជើងទៅត្បូងឆ្លងផ្លូវចំណែករថយន្ត Maxi OX 300 ពណ៌ទឹកមាសពាក់ផ្លាកលេខបាត់ដំបង 2C1541 បាក់បោកដោយបរិះមិនស្គាល់អត្តសញ្ញាណម្នាក់ក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចខាងលើក៏បានបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យឆេះយ៉ាងសន្ធោសន្ធៅចំណែកស្ត្រីអ្នកបាក់បោកស្លាប់ភ្លាមៗនៅនឹងកន្លែងផងដែរក្រោយពីកាត់ហេតុសាកសពជនរងគ្រោះត្រូវបានមន្ត្រីជំនាញដឹកបញ្ជូនទៅឲ្យសាច់ញាតិយករៀបចំទៅធ្វើបុណ្យតាមប្រពៃណីចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកវាស់វែងយកទៅរក្សាទុកដើម្បីចាត់ការតាមផ្លូវច្បាប់បាទឥឡូវសពគាត់ក៏បានយកមកដល់ប្រទេសហើយនៅក្រោយតកកសៃហោះយើងនេះឯងមាននៅឆ្ងាយទេ